ទឹកមុខដំរីលាក់គីស្ថានភាពដូចឃើញចឹងទោះបីជាខ្ញុំដាក់ចំណីឲ្យក៏វាស៊ីទាំងមុខសង្ងត់សង្ងាត់ពួកអីវាបែកពីម្ចាស់ដែលថែទាំវានិយាយទៅជិត30ឆ្នាំមិនតិចទេហើយមិនមែនសัตว์វាចេះសំដែងទេណាពុកម៉ែបងប្អូនហើយក៏មិនមែនខ្ញុំចេះតែនិយាយដែរនេះសัตว์ផ្សេងដំរីផ្សេងដែលខ្ញុំដាក់ចំណីឲ្យគឺវាសប្បាយរីករាយជាមួយយើងវាលេងជាមួយយើងខុសតែលាក់គីមួយអត់ដងអត់ដែលមុខសែតចឹងទេបាយនៅនឹងប្រចាំដែរចឹងអាចអាភ្នែកខ្មៅហ្នឹងមិនភ្នែកយំទេភ្នែកយំមែនអីអត់ដល់ភ្នែកអត់ខ្មៅចឹងទេថ្ងៃនេះសេតខ្លាំងអត់នៅនោះទេនៅតែនេះអត់ទៅខាងនោះទៀតបើហើយដងបាក់ហៅមកហៅអត់មកហៅកម្រងមកដល់លួងដល់វដល់ឡាចាំងដល់នោះវាឈរទៅនេះណែយកកំសេតពេកក្រោយពីផ្ទុះវីដេអូដែលខ្ញុំបានឃើញបងស៊ីថេងដែលជាអ្នកចិញ្ចឹមលាក់គីតាំងពី1999និយាយទៅតាំងពីលាក់គីនេះនៅកូនងាឥឡូវខ្ញុំមកដល់ដាក់ចំណីឲ្យបានឃើញថាស្ថានភាពគឺពិតជាក្រៀមក្រំនិយាយទៅគ្នាប្រហែលជានឹករលឹកខ្លាំងណាស់អញ្ចឹងបានសុកចិត្តរត់កាក់ម៉ូតូណាជាទូទៅពុកម៉ែបងប្អូនដំរីនេះគឺវាលេងជាមួយភ្ញៀវដែលទៅលេងសប្បាយរួមលេងអីចឹងទៅប៉ុន្តែនេះហើយទឹកមុខលាក់គីដាក់ចំណីឲ្យគឺវាអញ្ចឹងព្រោះអីវានៅជាមួយបងស៊ីថេងហ្នឹងតាំងពីអាយុ6ខែ7ខែតាំងពីម្ដាយគ្នាត្រូវបានគេបាញ់សម្លាប់ហើយគេប្រងពងយកវាចេញទៅក្រៅប្រទេសទៀតប៉ុន្តែគឺបានយកមករស់នៅជាមួយបងស៊ីថេងនេះនៅភ្នំតាម៉ៅនេះតាំង1999ជឿទៅយូរណាស់អញ្ចឹងមកថាអនុស្សាវរីយ៍វាច្រើនហើយនេះគឺជាដំរីមួយផ្សេងទៀតឈ្មោះអាចម្រើនដែលវាស៊ីចំណីអីលេងជាមួយយើងធម្មតាយើងដាក់ចំណីឲ្យគឺវាឡើងត្រោងយកចំណីជាមួយយើងលេងជាមួយយើងខុសតារឿងដំរីលាក់គីនឹងមួយឯងគឺវាកុំច្រឡំថាសត្វវាចេះសម្ដែងឲ្យពុកម៉ែបងប្អូនដូចយើងឃើញទឹកមុខអាភ្នែកខ្មៅអីហ្នឹងគឺបង្ហាញមកហ្មងហើយនេះចាណាមក្មេងដំរីតូចដែលមានអាយុ2ឆ្នាំជាងហើយដូចលំផាត់អីនេះដែលគេល្បីទឹមថ្មីហ្នឹងគឺពីការបៀបជើងមានរបួសអីហ្នឹងដោយសារតែដាក់អន្ទាក់ដាក់អីចឹងទៅអញ្ចឹងដំរីនៅក្នុងភ្នំតាម៉ៅគឺវាសบายរីរាយធម្មតាខុសតលាក់គីនឹងមួយទេអញ្ចឹងបានថាការបែកគ្នានេះគឺខ្ញុំមិនដឹងអាម៉េចអាម៉ាទេអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះចេញទៅថ្នាក់លើគាត់រកវិធីសាស្ត្រដោះស្រាយបែបម៉េចខ្ញុំមិនដឹងដែរព្រោះខ្ញុំគ្រាន់តែដឹងថាស្ដាយធនធានមនុស្សព្រោះបងស៊ីថេងគឺគាត់នៅជាមួយភ្នំតាម៉ៅនេះតាមឮតាំងពីឆ្នាំ95មើលថែសត្វដំរីច្រើនមានបទពិសោធន៍ច្រើនហើយមិនមែនមានតែបងស៊ីថេងទេអ្នកមើលថែដំរីផ្សេងទៀតបងដែលគាត់ជាម៉ដំរីមួយដែលជាឪរបស់ដំរីមួយគឺសិតតែជាធនធានដែលគាត់មានបទពិសោធន៍យូរឆ្នាំហើយគាត់ណាបងស៊ីថេងគាត់ចាស់វស្សាអញ្ចឹងហើយបានថាស្ដាយអញ្ចឹងសង្ឃឹមថាខាងអង្គការមានដំណោះស្រាយណាមួយអីចឹងទៅព្រោះអីអ្នកមើលថែម្នាក់គឺស្រឡាញ់សត្វណាស់ដូចបងកុសលបើតាមខ្ញុំចាំឈ្មោះគាត់ណាគឺគាត់ស្រឡាញ់លំផាត់ណាស់មួយថ្ងៃបានពេលបង3ម៉ោងម្ដងបងហើយក្នុងមួយថ្ងៃអត់ទៅដល់គូ5កំប៉ុងកន្លះមួយថ្ងៃ5កំប៉ុងមួយថ្ងៃលំផាត់ចាយចូល100អញ្ចឹងអាអូនលំផាត់នេះមួយខែចូល$3000អញ្ចឹងមួយខែចូល$3000មួយខែ$3000មួយឆ្នាំចូល30000ជាងហ្នឹង